ជូមចំពោះ42ចម្លើយចុងក្រោយរបស់លោកជូមលោកជូមទូលព្រះអង្គម្ចាស់ថាទូលបង្គំទទួលស្គាល់ថាព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បានហើយគ្មានការអ្វីមួយដែលព្រះអង្គទាល់ព្រះតម្រិះឡើយព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថាម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់ជើងដោយពោលពាក្យឲ្យខ្លឹបសារដូច្នេះពិតមែនហើយទូលបង្គំបានថ្លែងនៅសេចក្តីដ៏អស្ចារ្យដោយពុំដឹងខ្លួនគឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញាដែលទូលបង្គំអាចជល់និងអាចស្គាល់ព្រះអង្គមានព្រះបន្ទូលទៀតថាចូលស្ដាប់សេចក្តីដែលជើងថ្លែងជើងនឹងសួរអ្នកហើយអ្នកត្រូវតែឆ្លើយកាលពីមុនទូលបង្គំគ្រាន់តែបានឮគេនិយាយអំពីព្រះអង្គឥឡូវនេះទូលបង្គំឃើញព្រះអង្គផ្ទាល់នឹងភ្នែកតែម្ដងហេតុនេះទូលបង្គំសូមសារភាពកំហុសហើយដាក់ខ្លួនដោយក្រាបនៅក្នុងធូលីដីនិងផេះព្រះអង្គម្ចាស់ប្រទានពរឲ្យលោកជូមសារជាថ្មីក្រោយពេលព្រះអង្គម្ចាស់មានព្រះបន្ទូលនេះមកកាន់លោកជូមហើយព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាជាអ្នកស្រុកថេម៉ានថាជាងខឹងនឹងអ្នកព្រមទាំងមិត្តទាំងពីរនាក់របស់អ្នកខ្លាំងណាស់ត្បិតអ្នកពុំបានថ្លែងអំពីជើងដោយត្រឹមត្រូវដោយជូមជាអ្នកបម្រើរបស់ជើងឡើយដូច្នេះចូលចុកគោបា7និងជាមឈ្មោះ7ទៅជប់ជូមជាអ្នកបម្រើរបស់ជើងហើយថ្វាយជាដង្វាយដុតទាំងមូលសម្រាប់អ្នករាល់គ្នាចុះជូមជាអ្នកបម្រើរបស់ជើងនិងទូអង្វរឲ្យអ្នករាល់គ្នាហើយជើងជល់អធិស្ស្រ័យដល់ជូមនោះជើងនឹងមិនដាក់ទោសអ្នករាល់គ្នាឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេត្បិតអ្នកពុំបានថ្លែងអំពីជើងដោយត្រឹមត្រូវដូចជូមជាអ្នកបម្រើរបស់ជើងឡើយលោកអេលីផាជាអ្នកស្រុកថេម៉ានលោកបៀដាតជាអ្នកស្រុកស៊ូអានិងលោកសូផាជាអ្នកស្រុកនេអាម៉ានាំគ្នាចាក់ចេញទៅហើយធ្វើតាមសេចក្តីដែលព្រះអង្គម្ចាស់បានបង្គាប់ពេលនោះព្រះអង្គម្ចាស់ក៏អធ្យាស្រ័យដល់លោកជូមនៅពេលដែលលោកជូមទទូចអង្វរឲ្យមិត្តរបស់លោកព្រះអង្គម្ចាស់ប្រោសប្រទានលោកឲ្យបានចម្រុងចម្រើនឡើងវិញព្រះអង្គម្ចាស់ប្រទានឲ្យលោកទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុនបងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់លោកនិងញាតិមិត្តទាំងអស់ដែលលោកធ្លាប់ស្គាល់នាំគ្នាមកសួរសុខទុក្ខលោកហើយបរិភោគអាហាររួមជាមួយលោកនៅក្នុងផ្ទះរបស់លោកពួកគេសម្ដែងការអាណិតអាសូរនៅសម្រាលទុក្ខលោកព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលព្រះអង្គម្ចាស់បានបណ្ដាលឲ្យកើតមានដល់លោកពួកគេយកប្រាក់1ណែនម្នាក់ព្រមទាំងកងមាសម្នាក់មួយមកជូនលោកព្រះអង្គម្ចាស់ប្រទានពរដល់លោកជូមលើសនេះច្រើនជាងមុនទៅទៀតគឺលោកមានជាង14000ក្បាលអូត6000ក្បាលគោ1000នឹមនិងលាញី1000ក្បាលលោកមានកូនប្រុស7នាក់និងកូនស្រី3នាក់លោកដាក់ឈ្មោះកូនស្រីទី1ថាជេមីម៉ាកូនស្រីទី2កេសយ៉ានិងកូនស្រីទី3កេរ៉េនហាពូននៅក្នុងស្រុកនោះទាំងមូលគ្មាននារីណាមានរូបឆោមល្អស្អាតដោយកូនស្រីរបស់លោកជូមទេលោកជូមជាឪពុកក៏បានចែកមរតកឲ្យនាងទាំង3ដោយបងប្អូនប្រុសទាំង7នាក់ដែរក្រោយមកលោកជូមរស់បាន140ឆ្នាំទៀតលោកបានឃើញកូនចៅរបស់លោករហូតដល់4ដំណបន្ទាប់ពីអាយុយឺនយូរសម្បូរសប្បាយមកលោកជូមក៏លាចាកលោកនេះទៅ